ទៀងមិនឈ្នះតលទេបងប្អូនណាខ្លះធ្លាប់ប្រើឬក៏ធ្លាប់ឮពាក្យនេះបងប្អូនចេញពីមាត់មនុស្សខុសគ្នាអត្តន័យខ្លឹមសារក៏ខុសគ្នាដែរមនុស្សខ្លះបងប្អូនវារៀបចំល្បិចកលវារៀបចំកាឡាវាធ្វើឲ្យគេអាណិតចេតនារបស់វាគឺយករបស់គេតែម្ដងបំណងរបស់វាគឺលួចតែម្ដងប៉ុន្តែមនុស្សខ្លះបងប្អូនវាស្មោះត្រង់មែនទៀងមិនឈ្នះតលមែនគ្នាប្រាប់យើងតាមត្រង់បើត្រូវខ្ចីគ្នាប្រាប់យើងបង្ហាញភស្តុតាងបង្ហាញរឿងគ្រប់យ៉ាងដែលគ្នាអត់មានពិតប្រាកដមែនដូច្នេះមនុស្សទី1គឺជាមនុស្សដែលមានកលល្បិចច្រើនវាដឹងទៅយកហ្មងវាមានខ្វល់ថាយើងនឹងព្រមមិនព្រមអីទេគឺវារៀបចំសេណារីយ៉ូរបស់វានិយាយធ្វើម៉េចឲ្យយើងនឹងទន់ចិត្តឬក៏និយាយធ្វើម៉េចឲ្យយើងនឹងអាណិតវាពេលខ្លះវាមិនទាំងនិយាយផងវាយករបស់យើងហើយវាប្រើពាក្យថាទៀងអត់ឈ្នះតលទេប៉ុន្តែមនុស្សខ្លះបងប្អូនស្មោះត្រង់ប្រាប់គេតាមត្រង់គេជួយមិនដឹងទេប៉ុន្តែក្នុងបេះដូងគឺប្រាប់គេតាមត្រង់ថាខ្លួនពិតជាតលមែនអញ្ចឹងពាក្យមួយនេះបងប្អូនមនុស្សផ្សេងគ្នាបំណងឬក៏ចេតនាក៏ផ្សេងគ្នាដែរ